ការស្នះពៀនទាំងពីរនេះគឺជាកត្តាជំរុញរបស់ខ្ញុំនៅក្នុងការចូលរួមការប្រកួតប្រជែងជាតិក៏ដូចជាអន្តរជាតិធ្វើអ្វីគឺធ្វើឲ្យបានជោគជ័យគឺមិនអាចបោះបង់មិនអាចចោះចាញ់បានទេកត្តាដែលជំរុញឲ្យខ្ញុំចូលរួមក្នុងការប្រកួតប្រជែងនៅប្រទេសវិញ្ញាសនេះគឺមានកត្តាពីរមុនដំបូងគឺកត្តាលោកគ្រូអ្នកគ្រូដែលមកពីសាលាអន្តរជាតិអាមេរិកលោកគ្រូអ្នកគ្រូតែនិយាយមកកាន់ខ្ញុំថាខ្ញុំមានសមត្ថភាពគួរតែចូលរួមនៅក្នុងកម្មវិធីប្រកួតប្រជែងមួយទៀតការលើកទឹកចិត្តពីឪពុកម្ដាយក៏ដូចជាក្រុមគ្រួសារផងដែរការចំណាយតែកម្លាំងកាយកម្លាំងចិត្តរបស់គាត់ឲ្យខ្ញុំបានចូលរៀនក្នុងសាលាដ៏ល្អបែបនេះគឺខ្ញុំចូលរួមគ្រប់កម្មវិធីគ្រប់សកម្មភាពទាំងអស់ដើម្បីធ្វើឲ្យអនាគតរបស់ខ្លួនឯងកាន់តែប្រសើរឡើងក៏ដូចជាផ្ដល់កិត្តិយសនិងកេរ្តិ៍ឈ្មោះទៅដល់ខ្លួនឯងដល់គ្រួសារក៏ដូចជាសាលារៀននិងប្រទេសជាតិផងដែរការប្រកួតភាសាអង់គ្លេសអូឡ িম্প ពិកអន្តរជាតិហ្នឹងគឺបានរៀបចំដោយក្រសួងអប់រំយុវជននិងកីឡានៃប្រជាជាតិកម្ពុជាគឺមានវិញ្ញាសាចំនួន4គឺការសម្ដែងទ្រឹស្ដីជាបទបង្ហាញប្រធានបទកីឡាការសម្ដែងជាភាសាបរទេសការតែភាសាអង់គ្លេស IELTS និងសកម្មភាពជាក្រុមហើយគឺមានចំនួន14ប្រទេសចូលរួមដែលបេក្ខជនសរុបគឺមានចំនួន1200នាក់លក្ខខណ្ឌដើម្បីចូលរួមក្នុងការប្រកួតទៅប្រទេសយូរ៉ានីហ្នឹងគឺត្រូវមានអាយុចាប់ពី11ទៅ17ឆ្នាំមកពីគឺស្ថានអប់រំនៃប្រជាជាតិកម្ពុជាគឺទាំងរដ្ឋនិងឯកជនត្រូវមានសុខភាពល្អមានលិខិតឆ្លងដែនមិនបាត់បង់សុខភាពបេក្ខជនទាំងអស់ដែលត្រូវចូលរួមក្នុងការប្រកួតហ្នឹងគឺត្រូវតែមានចំណេះដឹងទៅលើភាសាអង់គ្លេសគ្រប់ផ្នែកទាំងអស់សម្រាប់ជ័យលាភីរបស់ក្រុមខ្ញុំគឺទទួលបានជ័យលាភីលេខ1លើការតេស្តភាសាអង់គ្លេស IELTS និងមួយទៀតគឺសម្ដែងជាភាសាបរទេសផ្នែកខ្លឹមសារអារម្មណ៍របស់ខ្ញុំក៏ដូចជាក្រុមខ្ញុំទាំងអស់គ្រាន់តែគេប្រកាសលទ្ធផលភ្លាមថាក្រុមខ្មែរបានឈ្នះជ័យលាភីហើយឈ្នះពានរហូតដល់2ទេគឺរំភើបខ្លាំងមែនទែនដែលអាចទទួលពានតំណាងយុវជនកម្ពុជាលើឆាកអន្តរជាតិបែបនេះពេលដែលចុះមកពីយន្តហោះហ្នឹងមកដល់ពលានវិញគឺមានការលើកទឹកចិត្តពីក្រសួងក៏ដូចជាអបអរសាទរពីប្រជាជនក៏ដូចជាពុកម្ដាយនៅពលានហ្នឹងផងដែរគឺខ្ញុំមានអារម្មណ៍ថាគឺមោទនភាពខ្លាំងមែនទែនដែលអាចទទួលពានតំណាងប្រទេសជាតិហើយលើឆាកអន្តរជាតិជួយទៅដល់ប្រទេសយើងផងដែរជាបឋមខ្ញុំបានសូមការអនុញ្ញាតគោរពថ្លែងអំណរគុណដល់ជាច្រើនចំពោះរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងអប់រំយុវជននិងកីឡាដែលបានជ្រើសរើសខ្ញុំនិងសមាជិកទាំង6រូបតំណាងយុវជនកម្ពុជាចូលរួមក្នុងការប្រកួតប្រជែងភាសាអង់គ្លេសអូឡ িম্প ពិកអន្តរជាតិលើកទី9នៅទីក្រុងអាម៉ាន់នៃប្រទេសចក្រសូនីខ្ញុំក៏សូមសម្ដែងការថ្លែងអំណរគុណលោកគ្រូអ្នកគ្រូដែលមកពីក្រសួងអប់រំយុវជនកីឡាផងដែរគឺបានដឹកនាំនិងគាំទ្រក្រុមយើងខ្ញុំប្រកបដោយភាពកក់ក្ដៅហើយមួយទៀតគឺសូមអរគុណទៅដល់លោកគ្រូអ្នកគ្រូដែលមកពីសាលាអន្តរជាតិអាមេរិកផងដែរដែលបានជំរុញក៏ដូចជាលើកទឹកចិត្តខ្ញុំនៅក្នុងការចូលរួមការប្រកួតប្រជែងអង់គ្លេសនេះផងដែរជាពិសេសគឺខ្ញុំសូមគោរពថ្លែងអំណរគុណទៅដល់ប៉ាម៉ាក់ខ្ញុំដែលបានខិតខំចិញ្ចឹមបីបាច់ថែរក្សាខ្ញុំឲ្យខ្ញុំបានចូលរៀនអាចទទួលបានលទ្ធផលជោគជ័យទៅលើពានទាំងពីរនេះគឺខ្ញុំសូមជូនទៅដល់ប៉ាម៉ាក់ខ្ញុំជាពិសេសតែម្ដងបាទជំនាញបន្តរបស់ខ្ញុំគឺខ្ញុំប្រកាសណាស់គឺខ្ញុំនឹងចូលរួមនៅក្នុងការប្រកួតប្រជែងជាតិក៏ដូចជាអន្តរជាតិផងដែរដែលសារការឈ្នះពានទាំងពីរនេះគឺជាកត្តាជំរុញរបស់ខ្ញុំនៅក្នុងការចូលរួមប្រកួតប្រជែងបន្ថែមទៀតគឺខ្ញុំបានដាក់ចិត្តខ្លួនឯងថាធ្វើអ្វីគឺធ្វើឲ្យបានជោគជ័យគឺមិនអាចបោះបង់មិនអាចចោះចាញ់បានទេผมគិតថាពោះពេលត្រូវជឿជាក់លើសមត្ថភាពខ្លួនឯងសាលារៀនអន្តរជាតិ American AIS គុណភាពវិន័យនិងសេវាកម្ម